រឿងត្រពាំងបឹងតេមានដំណើរមកថាសេដ្ឋីភោគជាអ្នកមានទ្រព្យសម្បត្តិច្រើនលើសគេនៅក្នុងភូមិនេះប៉ុន្តែសេដ្ឋីភោគជាមនុស្សចិត្តកំណាញ់គាត់មិនដែលយោគយល់ដល់អ្នកក្រីក្រទាល់តែសោះលោកសេដ្ឋីមានអ្នកបម្រើប្រុសស្រីដល់ទៅ500នាក់មានទាំងរទេះសេះគោដំរីសុទ្ធតែ500ដូចគ្នាសេដ្ឋីភោគមានកូន2នាក់ប្រុសមួយស្រីមួយកូនប្រុសជាកូនច្បងលោកសេដ្ឋីស្រឡាញ់កូនខ្លាំងណាស់ទៅណាមកណាជិះរទេះបិទមាសដាំសុទ្ធតែពេជ្រនិងត្បូងភ្លឺចិញ្ចាចអ្នកស្រុកស្ងើចសរសើរគ្រួសារលោកសេដ្ឋីដែលរស់នៅលើគំនរទ្រព្យចាយមិនអស់នៅក្រោយផ្ទះលោកសេដ្ឋីភោគមានស្រះទឹកមួយដែលលោកទុកចិញ្ចឹមក្រពើមួយយ៉ាងធំក្បែរស្រះមានដីទួលមួយមានសង់ខ្ទមអ្នកតារក្សាក្រពើរក្សាទីភូមិឋាននោះគ្រួសារលោកសេដ្ឋីនិងអ្នកភូមិតែងតែមកបែរបន់អ្នកតាទីនេះឲ្យបានសមប្រាថ្នាហើយពួកគេក៏បានសម្រេចរៀងខ្លួនសេដ្ឋីភោគកំណាញ់ទ្រព្យជ្រុលហួសរហូតដល់មិនឲ្យកូនប្រុសស្រីរៀបការជាមួយកូនអ្នកដទៃទេព្រោះគាត់យល់ថាខ្លាចបែកទ្រព្យសម្បត្តិទើបពីគ្រោះជាមួយប្រពន្ធគិតរៀបការកូនប្រុសនិងកូនស្រីរបស់គាត់តែម្ដងប្រពន្ធសេដ្ឋីជាមនុស្សកំណាញ់ទ្រព្យសម្បត្តិដូចគ្នាឮដូច្នេះគាត់ក៏យល់ព្រមតាមគំនិតប្តីថ្ងៃនេះផ្ទះលោកសេដ្ឋីរៀបចំសង់រោងមង្គលការយ៉ាងធំពួកខ្ញុំកំដររវល់គ្រប់គ្នាគ្មានអ្នកទំនេរដៃលោកសេដ្ឋីនិងភរិយាស្ដាយរបស់ទ្រព្យមិនចង់កាប់គោក្របីធ្វើម្ហូបទទួលភ្ញៀវទេប្រពន្ធពីគ្រោះជាមួយប្តីថាបើកាប់គោទៅខាតទុកសម្រាប់ធ្វើស្រែមានតែកាប់ក្រពើដែលយើងចិញ្ចឹមនៅស្រះក្រោយផ្ទះព្រោះទុកចិញ្ចឹមតទៅទៀតក៏មិនចំណេញអ្វីដែរឮដូច្នេះសេដ្ឋីភោគក៏យល់ព្រមតាមយោបល់ប្រពន្ធសេដ្ឋីភោគបញ្ជាឲ្យពួកបាវបម្រើចាប់ក្រពើចងយកមកធ្វើជាម្ហូបថ្ងៃរៀបការកូនសេដ្ឋីនិងភរិយាគិតតែរឿងចំណេញគាត់មិនបានគិតថានឹងមានអ្វីកើតឡើងនៅថ្ងៃមុខទេនៅពេលរាត្រីមុនថ្ងៃរៀបការមួយថ្ងៃនាងតៃដែលជាបាវបម្រើស្រីហើយជាអ្នកដាក់ចំណីឲ្យក្រពើបានយល់សពឃើញអ្នកតាមកប្រាប់មិនឲ្យនាងទៅចូលរួមកន្លែងរៀបចំមង្គលការកូនលោកសេដ្ឋីទេព្រោះអ្នកដែលស៊ីសាច់ក្រពើនឹងជួបក្តីវិនាសមិនខានអ្នកតាប្រាប់ឲ្យនាងតៃគេចទៅឲ្យឆ្ងាយទៅផុតគ្រោះថ្នាក់នាងតៃពេលភ្ញាក់ដឹងខ្លួននឹកឆ្ងល់ខ្លាំងណាស់ព្រោះការយល់សពនេះដូចជាច្បាស់ពេកនាងតៃខំរកមើលមនុស្សដែលមកនិយាយប្រាប់នាងប៉ុន្តែគ្មានឃើញអ្នកណាសោះនាងតៃមានការជឿជាក់លើសុបិនរបស់នាងព្រោះនាងតៃដឹងថានៅទីទួលក្បែរស្រះក្រពើមានរោងអ្នកតារក្សាក្រពើនិងរក្សាដីភូមិពិតមែនដល់ថ្ងៃរៀបការកូនលោកសេដ្ឋីភ្ញៀវកំពុងជួបជុំផឹកស៊ីយ៉ាងសប្បាយនាងតៃក៏គេចចេញពីផ្ទះលោកសេដ្ឋីនាងតៃមិនទាន់ដឹងថាត្រូវទៅទីណាទេព្រោះនាងតៃធ្លាប់នៅបម្រើលោកសេដ្ឋីតាំងតែពីតូចដល់ធំនាងតៃវិចបង្វិចចាកចេញពីផ្ទះលោកសេដ្ឋីទាំងក្តីអាឡោះអាល័យគ្រាន់តែនាងតៃចេញទៅផុតបានមួយសន្ទុះទីកន្លែងរៀបមង្គលការដែលមានភ្ញៀវកកស្រាប់តែកើតហេតុចម្លែកអស្ចារ្យគឺហាក់ដូចជាព្រះធរណីស្រូបដីព្រះស្រូបយកផ្ទះសេដ្ឋីនិងអ្នកដែលមកស៊ីការទាំងអស់ចូលទៅក្នុងដីបាត់គ្មានសល់ម្នាក់នាងតៃបានដឹងរឿងរ៉ាវទាំងអស់នេះមានចិត្តស្រណោះដល់កូនលោកសេដ្ឋីទាំងពីរខ្លាំងណាស់នាងតៃនឹកដល់គុណអ្នកតាដែលមកពន្យល់សពនាងឲ្យជៀសផុតពីគ្រោះភ័យនាងបានទៅកោរសក់ថ្វាយអ្នកតាជាការសងគុណមុននឹងកោរសក់នាងតៃចូលក្នុងស្រះកក់សក់ដែលជាស្រះលំនៅរបស់ក្រពើប្របនឹងខ្ទមអ្នកតា
ហេតុនេះហើយបានជាសពថ្ងៃនេះអ្នកស្រុកហៅស្រះនោះថាត្រពាំងកក់សក់គឺជាត្រពាំងដែលនាងតៃកក់សក់រួចនាងឡើងទៅលើទួលមួយដើម្បីកោរសក់ដែលពេលនេះគេឲ្យឈ្មោះទួលនោះថាទួលកោរនាងតៃរហូតដល់សពថ្ងៃនេះដោយមិនអស់អាល័យពីម្ចាស់ប្រុសស្រីរបស់ខ្លួននាងតៃសង់ខ្ទមតូចល្មមក្បែរកន្លែងធរណីស្រូបផ្ទះលោកសេដ្ឋីដែលស្រុតទៅជាត្រពាំងធំមួយដែលសពថ្ងៃគេហៅថាត្រពាំងបឹងតេមិនយូរប៉ុន្មានមានបុរសម្នាក់មកតាក់ទងដណ្ដឹងនាងតៃធ្វើជាប្រពន្ធហើយក៏បានរស់នៅជាមួយគ្នាប្រកបរបរដាំដំណាំផ្សេងអ្នកទាំងពីរជាអ្នកក្រីក្រដូចគ្នាធ្វើឲ្យជីវភាពពួកគេមានការខ្វះខាតខ្លាំងណាស់ដាំដំណាំមួយខែហូបមិនបានមួយអាទិត្យផងរហូតដល់ពេលដែលនាងតៃមានផ្ទៃពោះចិត្តគ្រប់ខែមាននប់ជាស្វាមីទ្រាំនឹងការពិបាកមិនបានក៏សម្រេចចិត្តចោទចោលប្រពន្ធកូនទៅបួសជាអ្នកសច្ចាំងនៅឯភ្នំខ្យោលដើម្បីជៀសផុតពីបញ្ហាជីវិតក្នុងលោកនាងតៃត្រូវសម្រាលកូនតែម្នាក់ឯងមានតែអ្នកជិតខាងមកជួយថែរក្សាដោយក្តីអាណិតនាងតៃខំរកស៊ីចិញ្ចឹមកូនយ៉ាងលំបាកចាប់តាំងពីថ្ងៃនោះមកនាងមិនដែលឮដំណឹងប្តីសោះនាងនិងអ្នកភូមិបានដាក់ឈ្មោះកូនប្រុសនោះថាបុត្តកុមារ13ឆ្នាំកន្លងផុតទៅកូនប្រុសនាងតៃធំដឹងក្តីគេសួរម្ដាយថាឪពុករបស់គេជាអ្នកណានៅឯណានាងតៃក៏ប្រាប់កូនតាមត្រង់ថាឪពុកកូនទៅបួសចម្រើនភាវនានៅឯភ្នំខ្យោលបើកូនចង់ទៅជួបត្រូវតែដើរស្វែងរកក្នុងព្រៃនោះទៅពេលជួបហើយនិយាយប្រាប់រឿងដើមរបស់ម្ដាយតើឪពុកកូនស្គាល់បុត្តកុមារដើរអស់ពេលយ៉ាងយូរនៅក្នុងព្រៃទៅប្រទះឃើញតាបោះមួយអង្គគង់ភាវនានៅក្រោមដើមឈើលើផែនថ្មមួយផ្ទាំងធំកុមារប្រាប់រឿងរ៉ាវខ្លួនកំពុងស្វែងរកឪពុកឲ្យតាបោះស្ដាប់តាបោះមិនទាន់ជឿថាជាកូនរបស់ខ្លួនក៏តាំងអធិដ្ឋាន